ពងទាកូនស៊ីឈွန်នេះហាតាំងពីគេល្បីមកអត់ដែលបានសាក់រសជាតិសធ្លាប់តែញ៉ាំអាកញ្ចប់បោះចិនណអត់ចេះញ៉ាំទេហើយចាញ់ក្លិនសាហាវនេះខ្ញុំមករៀនធ្វើញ៉ាំខ្លួនឯងបើហើយពងទាកូនស10គ្រាប់នឹងហើយបើរសជាតិវិញបងប្អូនដែលគាត់ធ្លាប់ធ្វើហ្នឹងគឺដឹងហើយថារសជាតិបែបណាហើយនេះគ្រឿងផ្សំដែលយើងត្រូវយកទៅធ្វើសម្រាប់ទឹកវិញគឺខ្ញុំប្រើទឹកដូងខ្ញុំអត់ប្រើទឹកធម្មតាទេបើវិញខ្ញុំប្រើប៊ឺសាបយើងយកមករំលាយវាឲ្យរលាយចឹងហើយដាក់ខ្ទឹមសដែលយើងច្រាំហើយនឹងចូលនេះមើលតែខ្ទឹមសនឹងឡើងឈ្ងុយបន្តិចហើយខ្ញុំដាក់ទឹកក្រូចចូលលីងជាមួយគ្នាតមកទៀតខ្ញុំដាក់ដុំស៊ីឈွန်ចូលសម្រាប់ពងទាកូន10គ្រាប់ខ្ញុំប្រើដុំស៊ីឈွန်ហ្នឹងមកដុំមកញីកប្របែកវាឲ្យបែកចឹងហើយយើងលីងវាឲ្យឡើងឈ្ងុយតិចមកបាទខ្ញុំចាក់ទឹកដូងចូលទឹកដូងនេះខ្ញុំប្រើមួយផ្លែគ្រឿងវិញខ្ញុំអត់មានដាក់អីច្រើនទេខ្ញុំដាក់តែម្សៅស៊ុបកន្លះស្លាបព្រាបាយហើយយើងគ្របទុកឲ្យវាពុះមួយស្ទុះសិនទីកូននេះខ្ញុំស្ងោរវាឆ្អិនហើយមុននឹងយកទៅដាក់ក្នុងទឹកស៊ុបយើងគោះប្របែកវាអញ្ចឹងមកឬក៏បកសបកវាបន្តិចមកដើម្បីឲ្យទឹកស៊ុបហ្នឹងវាចូលជាតិក្នុងពងទាទឹកស៊ុបពុះខ្ញុំចាក់ពងទាកូនចូលហើយរំងាស់វាប្រហែលជា10នាទីបាទខ្ញុំចាក់ដោះគោស្រស់មួយកូនចានហើយខ្ញុំបន្តរំងាស់វាប្រហែលជា10នាទីទៀតឲ្យវាចូលជាតិយើងយកទឹកដូងមកធ្វើទឹកស៊ុបចឹងនិយាយពីថាជាតិសាហាវបងប្អូនហើយសឹងតែថាមិនបាច់ថែមគ្រឿងអីបន្ថែមស្ដាយដុំស៊ីឈွန်របស់ខ្ញុំទិញប៉ាអត់ហិលបើបានអាហិលវិញណាដឹងជាតិប៉ុណ្ណាទេទិញហ្នឹងអ្នកលក់អត់ប្រាប់សោះថាមានអាហិលហើយនឹងអត់ហិលប៉ាមនុស្សនេះចូលចិត្តហិលផងពេលអត់ហិលចឹងទៅញ៉ាំទៅវាឆាប់តលាន់ហើយរសជាតិវិញស្តៀងស្លការីដោយសារយើងដាក់ទឹកដោះគោវាឈ្ងុយហើយយើងដួសញ៉ាំពេលក្តៅចឹងអត់សូវមានជាតិហាងទេស៊ុបដែលនៅសល់ក៏ខ្ញុំអត់ចោលដែរខ្ញុំយកទៅស្រុះមីនិយាយពីថាជាតិបដ ாய் ពេលញ៉ាំយើងបន្ថែមតែខ្ទឹមជ្រក់ដាក់ជីហើយនឹងទឹកសក់បន្តិចមកស្រោចជាមួយនឹងទឹកស៊ុបនឹងមកស៊ុបនឹងយកស្រូបជាមួយបាយក៏ឆ្ងាញ់ដែរប៉ុន្តែរបស់ចឹងកុំញ៉ាំញឹកពេកញ៉ាំយូរម្ដងបានទេណា